អាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី3នាក់បញ្ជូនទៅកាន់សាលាដំបងខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 11:30 នាទីនាថ្ងៃទី 19 ខែមេសាឆ្នាំ 2026 កន្លងមកនេះកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យដឹកនាំដោយលោកវរៈសេនីយ៍ត្រីសេងរ៉ាម៉ៅមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន3នាក់ពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅភូមិប្រវឹកពងសង្កាត់ព្រះស្រែក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺដោយជនសង្ស័យទាំង3នាក់ទី1មានឈ្មោះចយធារីភេទស្រីអាយុ25ឆ្នាំមុខរបរមិនពិតប្រាកដទី2ឈ្មោះហ៊ានសុធុនភេទប្រុសអាយុ32ឆ្នាំមុខរបរមិនពិតប្រាកដចំណែកជនសង្ស័យទី3មានឈ្មោះកុសលវិសាលភេទប្រុសអាយុ33ឆ្នាំមុខរបរជាងសំណង់ហើយបច្ចុប្បន្នជនសង្ស័យទាំង3នាក់នេះរស់នៅក្នុងភូមិប្រវឹកពងសង្កាត់ព្រះស្រែក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺដូចគ្នាជាលទ្ធផលអាវុធហត្ថក្រុងឧដុង្គម៉ែជ័យចាប់យកវត្ថុតាងបានរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន4កញ្ចប់ទម្ងន់ 12.7 ក្រាមទូរស័ព្ទចំនួន3គ្រឿងដាវចំនួន1ដើមកាំបិតចុងស្រួច1កូនកន្ត្រៃចំនួន1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន1សន្លឹកនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរបច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង3នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី